នេះគឺជាព្រាបកូនមាន់ដែលបងចេញពីមេវាចឹងណាឥឡូវខ្ញុំដាក់ត្រង់ផ្សេងហើយនេះគឺមេវាមួយអាមេឈ្មោលណាចាគឺវាត្រង់កដាលហើយឥឡូវពីសមិញគឺវាពងបានពងមួយឥឡូវវាចាប់តាមពងបាន2ហើយឥឡូវវាពងប្រហែលវាពងក្រាបចឹងណាបងប្អូនចាព្រោះជាធម្មតាគឺពងមាន់ព្រាបគឺវាពងតែ2ទេតែពេលចឹងឥឡូវវាពងបាន2វាក្រាបចឹងណាបងប្អូនចឹងហើយនោះព្រាបមាន់ពណ៌សឃើញតែចេញចូលសបុកហើយប៉ុន្តែអត់ទាន់ឃើញពងអីចឹងណាចាឥឡូវដាក់បាន3ទ្រុងហើយពេលណាដែលនោះវាក្រាបចេញកូនព្រាបមកទៀតពេលវារៀងធំរៀងអីគឺប្របែកចេញទៀតហើយអត់ឲ្យនៅមួយគ្នាទេខ្លាចឆ្អៀតអីចឹងទៅពេលខ្លះព្រាបវាពងទៀតចឹងខ្លាចជន់ពងបែកអីចឹងណាបងប្អូនចា